ជំរាបសួរបងប្អូនសិក្សានុសិស្សថ្នាក់ទី7ជាទីមេត្រីជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះយើងសិក្សាជំពូកទី1ស្ដីអំពីកម្ដៅមេរៀនទី2ស្ដីអំពីបរិមាណកម្ដៅក្រោយពីបញ្ចប់មេរៀននេះបងប្អូនអាចបកស្រាយពីភាពខុសគ្នារវាងសីតុណ្ហភាពនិងកម្ដៅពន្យល់ពីទំនាក់ទំនងរវាងសីតុណ្ហភាពនិងកម្ដៅកណនាបរិមាណកម្ដៅតាមរូបមន្តគុយស្មើនឹង m គុណនឹង c គុណនឹង delta t ប្រើប្រាស់កាឡូរីម៉ែត្រសម្រាប់កណនាបរិមាណកម្ដៅស្រូបឬបញ្ចេញដោយអង្គធាតុមួយនៅក្នុងមេរៀនមុនអ្នកបានសិក្សាអំពីសីតុណ្ហភាពតាមពិតសីតុណ្ហភាពនិងកម្ដៅជាទំហំពីរខុសគ្នាប៉ុន្តែវាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ1សញ្ញាកម្ដៅបើដៃម្ខាងរបស់អ្នកប៉ះនឹងកម្សៀវទឹកក្ដៅនោះអ្នកនឹងមានអារម្មណ៍ថាដៃរបស់អ្នកឡើងក្ដៅពីព្រោះកម្សៀវទឹកក្ដៅបានបញ្ជូនកម្ដៅទៅដៃរបស់អ្នកហើយធ្វើឲ្យសីតុណ្ហភាពដៃរបស់អ្នកកើនឡើងមួយទៀតប្រសិនបើដៃរបស់អ្នកទៅកាន់ដុំទឹកកកអ្នកនឹងមានអារម្មណ៍ថាដៃរបស់អ្នកចុះត្រជាក់ពីព្រោះដៃរបស់អ្នកបានបញ្ជូនកម្ដៅទៅឲ្យទឹកកកធ្វើឲ្យទឹកកករលាយរីឯដៃរបស់អ្នកចុះសីតុណ្ហភាពកម្ដៅគឺជាថាមពលមួយដែលបញ្ជូនពីអង្គធាតុឬតំបន់មួយដែលមានសីតុណ្ហភាពខ្ពស់ទៅអង្គធាតុឬតំបន់មួយដែលមានសីតុណ្ហភាពទាបជាទូទៅកាលណាអង្គធាតុមួយស្រូបកម្ដៅសីតុណ្ហភាពរបស់វាកើនឡើងហើយកាលណាអង្គធាតុមួយបញ្ចេញកម្ដៅសីតុណ្ហភាពរបស់វាថយចុះ2ភាពខុសគ្នារវាងសីតុណ្ហភាពនិងកម្ដៅកាលណាគេនិយាយពីសីតុណ្ហភាពគេសំដៅលើកម្រិតក្ដៅឬត្រជាក់នៃអង្គធាតុប៉ុន្តែបើគេនិយាយពីកម្ដៅគឺគេសំដៅលើបរិមាណថាមពលដែលបញ្ជូនពីអង្គធាតុក្ដៅឬអង្គធាតុដែលមានសីតុណ្ហភាពខ្ពស់ទៅអង្គធាតុត្រជាក់ឬអង្គធាតុដែលមានសីតុណ្ហភាពទាប3ការវាស់បរិមាណកម្ដៅគេមិនអាចវាស់កម្ដៅដោយផ្ទាល់បានទេប៉ុន្តែបម្រែបម្រួលសីតុណ្ហភាពនៃអង្គធាតុមួយអាចឲ្យគេកំណត់បរិមាណកម្ដៅនៃអង្គធាតុនោះបានបើសីតុណ្ហភាពនៃអង្គធាតុមួយកើនឡើងបញ្ជាក់ថាអង្គធាតុនោះទទួលកម្ដៅហើយបើសីតុណ្ហភាពនៃអង្គធាតុមួយថយចុះនោះបញ្ជាក់ថាអង្គធាតុនោះបាត់បង់កម្ដៅខនាតបរិមាណកម្ដៅគិតជាកាឡូរីឬស៊ូល1កាឡូរីគឺជាបរិមាណកម្ដៅដែលទឹកមានម៉ាស់1ក្រាមស្រូបឬបញ្ចេញកម្ដៅដើម្បីដំឡើងឬបញ្ចុះសីតុណ្ហភាពរបស់វា1អង្សាសេបរិមាណកម្ដៅដើម្បីដំឡើងឬបញ្ចុះសីតុណ្ហភាពនៃអង្គធាតុមួយអាស្រ័យនឹងម៉ាស់នៃអង្គធាតុបើម៉ាស់នៃអង្គធាតុនោះធំវាត្រូវការបរិមាណកម្ដៅច្រើនឧទាហរណ៍បើគេចង់ឲ្យទឹក1ក្រាមកើនសីតុណ្ហភាព20អង្សាសេគេត្រូវការបរិមាណកម្ដៅ20កាឡូរីប៉ុន្តែបើគេចង់ដំឡើងសីតុណ្ហភាពទឹក10ក្រាមឲ្យកើតសីតុណ្ហភាព20អង្សាសេដូចគ្នាគេត្រូវការបរិមាណកម្ដៅ200កាឡូរី 3.1 កម្ដៅម៉ាស់កម្ដៅម៉ាស់នៃអង្គធាតុរឹងឬរាវជាបរិមាណកម្ដៅដែលត្រូវផ្ដល់ឲ្យអង្គធាតុ1ក្រាមដើម្បីដំឡើងឬបញ្ចុះសីតុណ្ហភាពរបស់វា1អង្សាសេកម្ដៅម៉ាស់ទឹកគិតជា1កាឡូរីក្នុង1ក្រាមក្នុង1អង្សាសេលស្យូសខាងក្រោមនេះជាកម្ដៅម៉ាស់នៃអង្គធាតុមួយចំនួនខ្យល់មានកម្ដៅម៉ាស់ 0.24 កាឡូរីក្នុង1ក្រាមអង្សាសេលស្យូសអាលុយមីញ៉ូម 0.22 កាឡូរីក្នុង1ក្រាមអង្សាសេលស្យូសទង់ដែង 0.90 កាឡូរីក្នុង1ក្រាមអង្សាសេលស្យូសកែវ 0.20 កាឡូរីក្នុង1ក្រាមក្នុង1អង្សាសេលស្យូសបារ៉ត 0.3 កាឡូរីក្នុង1ក្រាមក្នុង1អង្សាសេលស្យូសប្រេងកាត 0.5 កាឡូរីក្នុង1ក្រាមក្នុង1អង្សាសេលស្យូសអាល់កុល 0.57 កាឡូរីក្នុង1ក្រាមអង្សាសេលស្យូសទឹក 1 កាឡូរីក្នុង1ក្រាមអង្សាសេលស្យូស 3.2 កាឡូរីម៉ែត្រក្នុងប្រព័ន្ធមួយបិទជិតបរិមាណកម្ដៅដែលបាត់បង់ដោយអង្គធាតុមួយតាំងដោយគុយអងស្មើនឹងបរិមាណកម្ដៅដែលអង្គធាតុមួយទៀតទទួលយកតាំងដោយគុយដឺគេសរសេរគុយអងស្មើនឹងគុយដឺ 3.3 ការកណនាបរិមាណកម្ដៅបរិមាណកម្ដៅស្មើនឹងម៉ាស់នៃអង្គធាតុគុណនឹងកម្ដៅម៉ាស់គុណនឹងបម្រែបម្រួលសីតុណ្ហភាពគេបានរូបមន្តគុយស្មើនឹង m គុណនឹង c គុណនឹង delta t ដែល m ជាម៉ាស់នៃអង្គធាតុគិតជាគីឡូក្រាម delta t ស្មើនឹង t ដឺដក t អងជាបម្រែបម្រួលសីតុណ្ហភាពគិតជាអង្សាសេលស្យូស t អងសីតុណ្ហភាពដើមគិតជាអង្សាសេលស្យូស t ដឺសីតុណ្ហភាពស្រេចគិតជាអង្សាសេលស្យូស c បរិមាណកម្ដៅរបស់អង្គធាតុគិតជាស៊ូលក្នុង1គីឡូក្រាមអង្សាសេលស្យូសគុយបរិមាណកម្ដៅគិតជាស៊ូលចំណាំ1កាឡូរីស្មើនឹង 4.19 ស៊ូល1គីឡូកាឡូរីស្មើនឹង 4190 ស៊ូលលំហាត់អនុវត្តទី1
គេមានស្វែងលោហៈមួយដែលមានម៉ាស1គីឡូក្រាមវាត្រូវការបរិមាណកម្ដៅចំនួន 1,152 គុណនឹង10 គុណ5 ស៊ូលដើម្បីដំឡើងសីតុណ្ហភាពពី25អង្សាសេទៅ61អង្សាសេចូលគណនាកម្ដៅម៉ាសនៃស្វែងលោហៈនោះដំណោះស្រាយគណនាកម្ដៅម៉ាសរបស់ស្វែងលោហៈយើងប្រើប្រាស់រូបមន្តគុយស្មើនឹង m គុណនឹង c គុណនឹង delta t ដើម្បីគណនាកម្ដៅម៉ាសយើងទាញរូបមន្ត c ស្មើនឹងគុយចែកនឹង m គុណនឹង delta t ដោយគុយគឺជាបរិមាណកម្ដៅស្មើនឹង 1,152 គុណនឹង10 គុណ5 ស៊ូល m គឺជាម៉ាសនៃស្វែងលោហៈស្មើនឹង1គីឡូក្រាម delta t ជាបម្រែបម្រួលសីតុណ្ហភាពស្មើនឹង61ដល់25អង្សាសេស៊ីសស្មើនឹង36អង្សាសេស៊ីសដូចនេះគេបាន c ស្មើនឹង 1.152 គុណនឹង10 គុណ5ចែកនឹង1គុណនឹង36ស្មើនឹង 3200 ស៊ូលក្នុង1គីឡូក្រាមក្នុង1អង្សាសេស៊ីសដូចនេះ c ស្មើនឹង 3200 ស៊ូលក្នុង1គីឡូក្រាមក្នុង1អង្សាសេស៊ីស